បងប្អូនសិស្សានុសិស្សទាំងអស់គ្នាក៏ដូចជាមិត្តអ្នកសិក្សាទាំងអស់គ្នាណាបាទចឹងថ្ងៃនេះគឺខ្ញុំសូមលើកយកកម្រងសំណួរចម្លើយដែលជាវិញ្ញាសាសិលធម៌ពលរដ្ឋថ្នាក់ទី12ថ្នាក់វិទ្យាសាស្ត្រសង្គមយកមកធ្វើជាវីដេអូចែករំលែកចំណេះដឹងទាំងអស់គ្នាជាបន្តទៀតហើយថ្ងៃនេះគឺចូលដល់មេរៀនទី2ហើយគឺយើងនិយាយអំពីច្បាប់បាទណាច្បាប់តោះចឹងយើងអានសំណួរចម្លើយទាំងអស់គ្នាទៅដោយមិនដេចដែលហៅថាច្បាប់បាទចឹងច្បាប់គឺជានិយមឬជាកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្សក្នុងការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានលំអិតលំអាងឡើងសម្អិតសម្អាងឡើងដើម្បីការរស់នៅរបស់មនុស្សក្នុងសង្គមបាទតើច្បាប់ចែកចេញជាប៉ុន្មានអ្វីខ្លះបាទចឹងច្បាប់ចែកចេញជា2ទី1គឺច្បាប់វិជ្ជមានបាទច្បាប់វិជ្ជមានជាច្បាប់ដែលគេប្រកាសឲ្យប្រើដោយមានលាយលក្ខណ៍អក្សរច្បាស់លាស់ឧទាហរណ៍ច្បាប់ចរាចរណ៍ជាដើមបាទច្បាប់ទី2គឺច្បាប់ធម្មជាតិច្បាប់ធម្មជាតិជាច្បាប់ដែលកើតមានដំណាលនឹងវិចារណញ្ញាណរបស់មនុស្សឧទាហរណ៍កូនគោរពឪពុកម្ដាយបាទនេះជាច្បាប់ធម្មជាតិណាតើសិទ្ធិនិងច្បាប់ខុសគ្នាដូចម្ដេចបាទនេះជាសំណួរបន្ទាប់ទៀតអញ្ចឹងយើងមើលចម្លើយសិទ្ធិនិងច្បាប់ខុសគ្នាដូចម្ដេចណាបាទនេះជាចម្លើយបាទអញ្ចឹងសិទ្ធិនិងច្បាប់ខុសគ្នាត្រង់ថាច្បាប់កាត់ឡើងដោយមនុស្សជាអ្នកកំណត់បាទមានលក្ខណៈការពារនិងហាម5បាទអ្នកដែលល្មើសច្បាប់ត្រូវផាកពិន័យជាប់ពន្ធនាគារបាទណាដល់ឡែកសិទ្ធិវិញកើតឡើងពីកំណើតពីធម្មជាតិជាសេរីភាពដែលមនុស្សប្រើប្រាស់ក្នុងក្របខ័ណ្ឌនៃច្បាប់និងសិលធម៌សង្គមមិនអាចប្រើសិទ្ធិឲ្យហួសព្រំដែននៃច្បាប់បានឡើយបាទនេះភាពខុសគ្នាតោះចឹងយើងមកមើលសំណួរជាបន្តទៀតគេសួរថាតើច្បាប់និងសិទ្ធិបាទច្បាប់និងសិទ្ធិមានទំនាក់ទំនងគ្នាដូចម្ដេចបាទអញ្ចឹងដោយសារនេះជាចម្លើយណាបាទដោយសារសិទ្ធិជាច្បាប់ធម្មជាតិដែលកើតឡើងដំណើរនឹងវិចារណញ្ញាណរបស់មនុស្សហើយคล้ายមកច្បាប់ក្នុងវិន័យបច្ចេកទេសដែលគេហៅថាច្បាប់វិជ្ជមានដូចនេះច្បាប់คล้ายក្បួនខ្នាតច្បាប់คล้ายក្បួនខ្នាតមួយសម្រាប់ធានាសិទ្ធិមនុស្សពោលគឺវាជាមូលដ្ឋានសម្រាប់ធានាការប្រើប្រាស់សិទ្ធិមនុស្សឲ្យសមស្របតាមកាលនិងលំហវាកំណត់ព្រំដែនក្នុងការអនុវត្តសិទ្ធិមនុស្សបាទសិទ្ធិមនុស្សបង្ការការរំលោភសិទ្ធិមនុស្សដើម្បីធានាឲ្យមានតុល្យភាពរវាងអំណាចបាទរវាងអ្នកមានអំណាចនិងអ្នកគ្មានអំណាចធានារបៀបរៀបរយសាធារណៈសណ្ដាប់ធ្នាប់សង្គមបាទតោះចឹងយើងជាបន្តទៀតតើការធ្វើច្បាប់ដោយផ្អែកលើអ្វីខ្លះបាទតើគេធ្វើច្បាប់ដោយផ្អែកលើអ្វីខ្លះចឹងការធ្វើច្បាប់ដោយផ្អែកលើទី1សិទ្ធិសេរីភាពរបស់មនុស្សទី2គឺនិយមសិលធម៌ទី3បវេណីបវេណីនេះយើងឲ្យឈ្មោះថាទំនៀមទម្លាប់បាទណាទី4គឺយុទ្ធសាស្ត្រឬយុត្តាធិការបាទណាចឹងចូលដល់សំណួរបន្ទាប់ទៀតសួរថាតើច្បាប់មានមុខងារអ្វីខ្លះក្នុងសង្គមបាទចឹងចូលដល់ចម្លើយទាំងអស់គ្នានេះជាចម្លើយច្បាប់មានមុខងារជាអ្នកការពារសិទ្ធិសេរីភាពរបស់មនុស្សជាអ្នករកយុត្តិធម៌ជាអ្នករៀបចំសណ្ដាប់ធ្នាប់សង្គមជាអ្នកកំណត់ព្រំដែនសេរីភាពនិងករណីយកិច្ចរបស់មនុស្សជាកំណត់តម្រូវការព្រមទាំងជាអ្នកធ្វើឲ្យមនុស្សមានសមភាពរវាងមនុស្សនិងមនុស្សសំណួរបន្ទាប់សួរថាតើហេតុអ្វីចាំបាច់មានច្បាប់ចូលពន្យល់តាមទស្សនៈរបស់លោកតូម៉ាស់ហូបបាទណាតើលោកតូម៉ាស់ហូបអញ្ចឹងតាមរយៈលោកតូម៉ាស់ហូបនៅក្នុងសភាវៈធម្មជាតិសំទោសនៅក្នុងសភាពធម្មជាតិមនុស្សជាឆ្កែចចកបាទបំបចំពោះមនុស្សគ្នាឯងសំទោសណាមនុស្សជាឆ្កែចចកចំពោះមនុស្សគ្នាឯងបុគ្គលម្នាក់មានស្វ័យការពារខ្លួនដើម្បីជៀសវាងកុំឲ្យមានការភ័យបារម្ភគ្នាឯងបង្កការទុកចិត្តគ្នាគោរពលក្ខខណ្ឌគោរពសិទ្ធិការពារសេរីភាពការពារផលប្រយោជន៍រៀងៗខ្លួន
ចាំបាច់គេត្រូវបង្កើតឲ្យមានអ្វីមួយដើម្បីទុកវិធានទុកជាវិន័យជាច្បាប់សម្រាប់ថែរក្សារបៀបរបបរៀបរយសណ្ដាប់ធ្នាប់និងសន្តិសុខការពារកិច្ចសន្យាការពារផលប្រយោជន៍និងនាំមកនូវយុត្តិធម៌រវាងបុគ្គលនិងបុគ្គលដែលនៅក្នុងសង្គមជាមួយគ្នាដូចនេះក្នុងន័យនីតិសាស្ត្រច្បាប់កើតឡើងដោយកើតឡើងនៅពេលដែលមនុស្សរស់នៅជាមួយគ្នាក្នុងសង្គមច្បាប់កើតឡើងពីការចាំបាច់របស់មនុស្សដែលត្រូវរស់នៅជាមួយគ្នានៅក្នុងសង្គមវាជាបាតុភូតសង្គមដែលវិវត្តនិងអភិវឌ្ឍជាប់ជិតស្និទ្ធស្របគ្នាជាមួយនឹងការវិវត្តរបស់សង្គមច្បាប់កើតឡើងពីការចុះកិច្ចសន្យាសង្គមបាទអញ្ចឹងសំណួរបន្ទាប់សួរថាតើសិទ្ធិសំទោសតើទិដ្ឋភាពទាំងពីររបស់ច្បាប់មានអ្វីខ្លះចូលរៀបរាប់បាទអញ្ចឹងទិដ្ឋភាពទាំងពីររបស់ច្បាប់មានទិដ្ឋភាពវិជ្ជមានបាទច្បាប់អនុញ្ញាតឲ្យយើងធ្វើច្បាប់បើកអំណាចឲ្យយើងធ្វើអ្វីៗបានក្នុងក្របខ័ណ្ឌនៃច្បាប់មួយទៀតគឺទិដ្ឋភាពអវិជ្ជមានបាទស្ដែងចេញជាការហាម5វាចង្អុលបង្ហាញពីដែននៃសេរីភាពក្នុងការប្រព្រឹត្តបាទចឹងសំណួរចម្លើយដែលមាននៅក្នុងមេរៀនទី2ទាក់ទងនឹងច្បាប់នេះគឺសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សនឹងជួយចុច like និង Subscribe Channel ខ្ញុំម្នាក់មួយដើម្បីទទួលបាននូវវិញ្ញាសាល្អទៀតសម្រាប់យកមកសិក្សារៀនសូត្រទាំងអស់គ្នាបាទណាអញ្ចឹងមេរៀនក្រោយយើងនឹងចូលដល់មេរៀនទី3ទាក់ទងជាមួយនឹងសិទ្ធិមនុស្សតាមទស្សនៈវិស័យព្រះពុទ្ធសាសនាបាទណាអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ